បើកទំព័រថ្មីមួយចាប់ពេលពីទៅយើងអាចប្រើប្រាស់ជាមួយនឹង layer manager ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងចឹងកាត់ឲ្យរបៀបបាត់ហើយយើងអាចចូលតាម window ហើយយក layer មកយើងមានទាំង window មួយទាំង layer អូខេអញ្ចឹងនៅក្នុងនេះយើងមើលណា tool បង្កើតរបស់យើងមានច្រើនអញ្ចឹងពេលយើងត្រូវការប្រើប្រាស់ក៏យើងប្រើប្រាស់ទៅតាមលក្ខខណ្ឌនៃរូបភាពដែរឥឡូវយើងក្នុងនេះយើងមើលមាន tool អីខ្លះបាទ tool មួយនេះយើងរៀនហើយហើយចូលមួយទៀតគឺ tool បង្កើត select បាទមានឈ្មោះថា rectangular marquee tool អូខេអញ្ចឹងពេលយើងចុចលើ tool នឹងមកហើយយើងមើល option នៅលើនេះ property យើងមាន4មួយនេះគឺ new selection បាទអញ្ចឹងរាល់ពេលដែលយើងបង្កើត select មកគឺចេញមកថ្មីរហូតបាទឧទាហរណ៍ខ្ញុំគូវាមួយមកអញ្ចឹងនៅពេលដែលបន្ទាត់កំពុងតែរត់មានន័យថាវាកំពុងតែបង្កើត select នៅផ្ទៃកន្លែងហ្នឹងដែរណាអញ្ចឹងដល់ពេលយើងគូសមួយទៀតចាំវានឹងបាត់ហើយឃើញទេហេតុអីដោយសារយើង click យក option នេះចឹងគឺថ្មីរហូតតែបើសិនយើង click យក option ទី2ទេបាទរាល់ពេលដែលគូសទៅវាបូកបន្ថែមរហូតបាទពេលទី3ដកមកវិញទី3អញ្ចឹងយើងចង់ដកកន្លែងណាគូសបត់កន្លែងហ្នឹងក៏ដកហើយបាទពេលទី4គឺវាទុកកន្លែងនឹងកាត់គ្នាណាមើល icon ហ្នឹងទុកកន្លែងកាត់គ្នាអញ្ចឹងនៅទីតាំងហ្នឹងដែលវាកាត់គ្នាយើងត្រូវការវាត្រូវការទុកដកទុកឲ្យហ្នឹងបាទបាទហើយ tool បង្កើតទាំងអស់ហ្នឹងគឺដូចគ្នាទាំងអស់ហើយមើលទី2ក៏មាន option ហ្នឹងដែរទី3ទី4ហ្នឹងមានដូចគ្នាណាបាទទី5ហ្នឹងមានដូចគ្នាទាំងអស់អូខេមកទី1ហ្នឹងគឺយើងបង្កើត select ធម្មតាអញ្ចឹងពេលដែលបង្កើត select មកគឺអត់មានអីទាំងអស់ layer ក៏អត់មានដែរប៉ុន្តែឥឡូវយើងមើលទៅយើងមាន layer មួយគឺ layer background បាទអញ្ចឹងពេលដែលយើងឆ្លងលើ layer background យើងចាក់ពណ៌ទៅបាទចាក់ពណ៌យើងអាចប្រើ shortcut បានណា control ឬក៏ alt backspace បាទបើ alt គឺវាយកពណ៌ខ្មៅទេបើ control យកពណ៌សអញ្ចឹងឧទាហរណ៍កន្លែងពណ៌សនេះខ្ញុំចុចលើពណ៌សមកខ្ញុំដូរពណ៌ផ្សេងបាទអញ្ចឹងមកចុច alt គឺពណ៌ខ្មៅបើចុច control គឺពណ៌ក្រហមនេះឬក៏យើងអាចប្រើ icon កន្លែងនេះក៏បានដែរចុចលើ icon មួយមកបាទរូបកំប៉ុងឆ្នាំនេះ pen bucket tool ចុចលើ tool នឹងមួយយើងចាក់ពណ៌លើផ្ទៃយើងបានបង្កើត select មកចាក់ពណ៌ក្រហមទៅឬចង់ពណ៌ខ្មៅវិញមកក៏បានដែរអញ្ចឹងកន្លែងនេះយើងអាចធ្វើការឆ្លាស់ពណ៌យ៉ាងបានមកពីក្រោមទៅលើមកក្រោមមកតែបើចង់បាន default មកវិញគឺយើងចុចចំកន្លែងនេះមកគឺពណ៌សខ្មៅយើងចូលលើ background យើងចាក់ពណ៌វាធម្មតាវិញបាទនៅក្នុងការបង្កើត slide នេះគឺយើងបង្កើត slide ដើម្បីធ្វើការចាក់ពណ៌ទី1ទី2បង្កើត slide ដើម្បីធ្វើការលុបឬ object ទី3បង្កើត slide ដើម្បីធ្វើការ copy បាទនោះយើងបង្កើត slide ដើម្បីធ្វើការចាក់ពណ៌គឺយើងអញ្ចឹងគូហើយយើងចាក់ពណ៌ធម្មតាណាដល់ពេលបង្កើត slide ដើម្បីលុបអញ្ចឹងឧទាហរណ៍ខ្ញុំមានរូបមួយបាទរូបនេះអញ្ចឹងខ្ញុំកុបទីវាចូលមកអញ្ចឹងបើសិនយើងចង់លុបណាបាទយើងគ្រាន់តែបង្កើត select លើ object ហ្នឹងទៅហើយចុច delete ប៉ុន្តែមុននឹង delete ត្រូវចំណាំមួយថាពេលយើងទាញរូបចូលមកវាជាប់ link បើយើងចុច delete តែម្ដងគឺវាអត់ឲ្យទេណាចេញសញ្ញាខ្វែងអញ្ចឹងមូលហេតុដោយសាររូបដែលយើងទាញមកគឺវាជាប់ link រូបភាពដើមមកមានសញ្ញានេះនេះទូតមួយនេះបាទអញ្ចឹងដើម្បីផ្ដាច់ link លុះត្រាតែយើងមកស្ដាំមកចំឈ្មោះ layer ហ្នឹងមកហើយយើងយកពាក្យថា rasterize នេះ
ចឹងពេលយើង raster ហើយវាផ្ដាច់ link ហើយចឹងកាលណាផ្ដាច់ link យើងមើល icon កន្លែងសាថ្មីទៅមើលទៅវាបាត់ដល់កន្លែង link បាត់ហើយចឹងបាទអញ្ចឹងយើងអាចធ្វើការលុបបានហើយបើយើងប្រើប្រាស់ជាមួយនឹង select មកយើងគូសព័ទ្ធទីតាំងកន្លែងណាយើងចង់លុបមកអាចចុច delete ទៅគឺលុបបានណាឬចង់ចាក់ពណ៌បន្ថែមក៏បានដែរចុច Alt Backspace មក Control D មកដល់ select បាទពេលយើងបង្កើត select ហើយគឺវាជាប់ select ចាអញ្ចឹងដើម្បីដោះ select មកវិញយើងចុច Control អក្សរ D ឬក៏ចូលក្នុង select មកយកពាក្យថា deselect Control D អញ្ចឹងយើងបិទមកវិញតោះណាបាទអញ្ចឹងបង្កើត select ដើម្បីលុបចាក់ពណ៌ដើម្បីលុបមួយទៀតគឺដើម្បី copy បាទអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំបង្កើត select យើងមូលនេះមួយមកបាទចំទីតាំងនោះយើងពេចចិត្តទៅអញ្ចឹងដើម្បី copy លើផ្ទៃហ្នឹងយើងចុច Control អក្សរ J ណាឬក៏ចូលទៅក្នុង layer new មកទៅលើនេះយើងមានពាក្យ layer ពី copy បាទណា shortcut Control អក្សរ J ទូទៅលឿនណាបាទអញ្ចឹងយើងចុចមក Control J អញ្ចឹងវាចេញ layer មួយទៀត auto layer ថ្មីនេះហើយយើងប្រើ move tool គេចេញមកយើងបាន object មួយទៀត layer មួយទៀតអត់ទេគេតោះឥឡូវយើងមើលរូបរាងនៃការបង្កើតរបស់យើងមានអីខ្លះគេមានរាងជ្រុងរាងមូលបាទនេះរាង ellipse ellipse នេះយើងអាចគូសមករាងប៉ងកំពើទៅបាទឬក៏រាងមូលដើម្បីមូលចុច shift បាទចុច shift ចូលទៅមូលនេះ Control D ដល់ select មុននឹងអញ្ចឹងដែរបាទចង់បានចក្រកោណខែគូធម្មតាចង់បានកូរ៉េចុច shift ឲ្យជាប់បាទគេ shift មកគេចេញរាងកូរ៉េបាទដល់ពេលទី3យើងគូសមកចេញជាបន្ទាត់មួយទៀតបើយើងចាក់ពណ៌ទៅវាចេញមក pixel ឲ្យនេះជួបប្រដេកទេបាទចង់បានជួបបញ្ឆគឺបន្ទាប់ពីមិញគឺជួបបញ្ឆកាលណាចង់បែងជាកាឡាយើងអាចប្រើគូលនឹងបានបាទមិញ4ហ្នឹង4អញ្ចឹងខាងលើមិញគឺ4 tool ហើយខាងក្រោម3ទៅទៀតបាទសម្រាប់ការ select ទាំងអស់tool បន្តមកទៀតហ្នឹងមានឈ្មោះថា laser បាទ laser tool ណា tool នេះបាទវិធីប្រើយើងអាចចុច mouse ជាមួយឲ្យជាប់ហើយយើងអូសទៅបាទទៅតាមរាងដែលយើងបានបង្កើតនេះអញ្ចឹងពេលយើងបន្លែងមកទៅវាបិទអូតូវាមិនអញ្ចឹងទេយើងត្រូវអូសឲ្យដល់ចំណុចចុងបញ្ចប់បាទឲ្យឃើញសញ្ញាមូលៗទៅបាទវាបិទចោលអញ្ចឹង tool នេះគឺវាបង្កើត slide ទៅតាមដៃយើងបង្កើតពេលបន្តមកទៀតយើងមាន polygon laser tool អញ្ចឹង tool នេះយើងចុចមកចំណុចដើម្បីចាប់ដើមមកយើងអូសវាទៅតាមរាងទៅបាទអញ្ចឹងវារាងត្រង់ៗហើយយើងអាចប្រើ tool នឹងបានដល់ហើយនេះឃើញចំណុចទូចមួយចឹងនេះឃើញទេឬបើថាយើងស្មានមិនត្រូវទេដល់ទៅហ្នឹង enter យកមកទៅបានហើយ enter យកឃើញទេបាត់ចិត្តឲ្យបាទអញ្ចឹងយើង control J មកស្មើ copy move to យើងនិយាយអញ្ចឹងអូខេអញ្ចឹងមិញបាន4 5 6បាទ tool មួយទៀតមានឈ្មោះថា magnetic បាទរៀនឲ្យឆក់អញ្ចឹងយើងអាចប្រើ tool ហ្នឹងដើម្បីធ្វើការកាត់ object បានលើខ្ញុំយករូបផ្សេងរូបនេះចឹង
và thu mai tinhนี้បើសិនយើងកាត់រូបបើសិនរូបខាងរបស់យើងអត់ blur យើងអាចកាត់ទៅបានស្អាតណាព្រោះឥឡូវយើងចាំមកចំណុចចាប់ដើមអូសវាតាមដំណើរទៅអញ្ចឹងវានឹងបង្កើតជាចំណុចទូចមួយអូតូហើយវាចាប់លើទីតាំងដែលមើលទៅវាដាច់គ្នារវាង background ជាមួយនឹងរូបភាពរបស់យើងហ្នឹងយើងអូសមកបាទកន្លែងណាដែលវាអត់ចាប់ទេយើងអាចប្រើម៉ោសឲ្យយើងចុចមួយคลิกទៅក៏បានដែរណាចុចមួយคลิกមកវាចាប់ឲ្យតែករណីដែលយើងចុចទៅខុសឧបមាចេះយើងអាចត្រឡប់មកក្រោយវិញបានដល់យើងចុច backspace បាទឬក៏ delete ទៅបានមកក្រោយវិញហើយយើងអូសសាថ្មីមកបាទដល់ឡែកនេះមកคลิกទៅទូចពេកអូខេបាទដល់ឡែកនេះ enter យកទៅឃើញទេអញ្ចឹងវានឹងបង្កើត select ឲ្យយើងអូតូអញ្ចឹងបើយើងចង់ copy យើងចុច control J មកយើងប្រើ move tool ទាញចេញមកណាអញ្ចឹង control Z វិញតែបើយើងចង់លុបបាទលុបបានអត់ចុច delete មកអត់បានទេហេតុអីបាទជាប់ link ឡើងនេះយើងមើល layer នេះជាប់ page smart object load បានទេអញ្ចឹងទៅមកស្ដាំបាទយក rasterize មកអូខេហើយបើលុបទៅបាត់អីគេចាំមើលណាលុបទៅបាត់អីបាត់ឈើនេះឃើញទេแล้ว control Z វិញអញ្ចឹងដើម្បីរក្សានៅលក្ខឈើហ្នឹងយើងត្រូវការ invert វិញមានន័យថាបើយើងលុបតែម្ដងបាត់លក្ខឈើអញ្ចឹងយើងត្រូវការទុកលក្ខឈើយើងត្រូវប្រជ្រះមកវិញណាគេហៅថា invert អញ្ចឹងយើងចូលតាម select បាទយកពាក្យថា invert មកឃើញទេ shortcut shift control I ណា inverse អញ្ចឹងពេលដែលយើង invert ហើយគឺមានន័យថាវាទុកផ្ទៃនឹងវិញយើង select តាមផ្ទៃពណ៌ខ្មៅទេអញ្ចឹងណាអញ្ចឹងបើសិនចុច delete វានឹងលុបឲ្យពណ៌ខ្មៅឃើញទេទុកបាទទុកលក្ខឈើនឹងវិញបាទបន្តមកទៀតក្នុង version Photoshop ខ្ពស់ទៅវាមានថែមមួយទៀតណាគឺ Object Selection Tool បើយើងទៀតយកទៅមានអត់មានមួយហ្នឹងទេតោះឥឡូវសាកមកទៀតបាទខ្ញុំចុចលើរូបនោះទាញចូលមកបាទ Object Selection Tool យើងអាចប្រើមកចុចលើវាជាប់យើងយកerror បាត់គេតោះម្ដងទៀតណាខ្ញុំប្រើប្រាស់ជាមួយនឹង Object Selection Tool ដដែលអូខេចឹងវិធីប្រើយើងអាចអូសព័ទ្ធជំវិញលើ Object ដែលយើងចង់បានហើយអូសវាកាត់ប៉ុណ្ណេះមកតែខ្ញុំបន្លែងមកណាតមកទៀតយើងមានធ្វើការគណនា Object របស់យើងរវាងរូបភាពហើយនិង background របស់យើងណាបាទអញ្ចឹងពេលខ្ញុំបន្លែងទៅយ៉ាងម៉េចគឺវាស្គាល់នេះអញ្ចឹងមកយើង control J យើង copy មកហើយយើងប្រើ move tool ទាញចេញទៅវិញលឿនណាបាទឬក៏យើងប្រើធូលនឹងដែរប៉ុន្តែនៅលើ property នេះវាមានកន្លែងមកឲ្យយើងចុច select subject ទៀតចុចអាហ្នឹងបានដែរបាទហើយបើយើងចុចដល់យើងទៅវាត្រូវការគណនាទាំងអស់តាមមួយណាជា object មួយណាជា background អញ្ចឹងយើងមើលទៅលទ្ធផលគឺកន្លែងខ្លះវាមានបញ្ហានេះវាស្ទើរអញ្ចឹងតែបើយើងគូសវារដាច់ចេះមកគូសវារដាច់ព័ទ្ធជុំវិញកន្លែងហ្នឹងទៅធ្វើវាគណនាកាន់តែលឿនហើយកាន់តែស្គាល់ object បែងចែករវាង background និង object បានលឿនណាឃើញទេអត់សូវមានបញ្ហាដូចមុនអញ្ចឹងបាទ Ctrl J មកមូចេញទៅវាស្អាតជាងអញ្ចឹងបានទេចង់គេអូខេបន្តមកទៀតយើងមើលមាន Quick Selection Tool ណា
quick selection tool បាទ quick ហ្នឹងគឺលឿនឬក៏រហ័សអញ្ចឹងចាំមើលតើវារហ័សលឿនយ៉ាងម៉េចណាបាទចុចលើ tool នឹងមួយមកហើយដល់អូសកាត់លើ object ដែលយើងបាន select នេះអូសកាត់វាមកបាទវាចាប់ដើមបង្កើត select ឲ្យយើងបាទ line stir ឲ្យយើងគូបន្ថែមមកថ្ងៃនេះសារវាមិននេះវាចាប់អត់ស្អាតទេអញ្ចឹងយើង control អក្សរ J មកវាបានដូចគ្នាបាទឥឡូវយករូបមួយនេះវិញខ្ញុំប្រើ quick selection tool អត់ដែរណាខ្ញុំអូសកាត់លក្ខឈើហ្នឹងទៅបាទទៅពេលមកដល់កន្លែងខាងគោលនេះដោយសារប្រាក់របស់យើងវាធំតែចុចคลิกទៅវានឹងចាប់ជាមួយនឹងពណ៌ខ្មៅដែរទៅហើយយើងអាចបន្ថយទំហំនេះសាយវានេះឲ្យវាទូចមកបាទហើយអូសវាតិចតិចមកវាចាប់ឲ្យយើងណាតែបើសិនវាលើសវិញចុចអាមកមិនដកអញ្ចឹងយើង control អក្សរ J មកយើង copy បានដូចគ្នាណាហើយយើងប្រើ quick selection នៅមាន tool មួយទៀតគឺលឿនជាងមួយហ្នឹងទៀតណាបាទលឿនជាង quick selection ទៀត tool នោះឈ្មោះអីគេបាទនេះឈ្មោះថា magic wand tool បាទចាំមើលវាលឿនយ៉ាងម៉េចណាចុចលើ tool ហ្នឹងមកហើយចុចឲ្យចំលើផ្ទៃ background ពណ៌ខ្មៅណាចុចឲ្យចំលើផ្ទៃ background ពណ៌ខ្មៅតបមកវានឹងបង្កើត select ជុំវិញពណ៌ខ្មៅហ្នឹងហើយចុច delete ទៅវាបាត់ឃើញទេលឿនណាស់បាទអញ្ចឹងបញ្ជាក់មួយទៀតណាគឺបានតែពណ៌បាទមួយពណ៌ទេឧទាហរណ៍ពណ៌ខ្មៅហ្នឹងគឺខ្មៅសុទ្ធក្រហមគឺក្រហមសុទ្ធលឿងសុទ្ធអញ្ចឹងណាប៉ុន្តែបើសិនជាករណីដែលមានពណ៌ចម្រុះអញ្ចឹងបាទពណ៌ចម្រុះអញ្ចឹងណាគឺអត់បានទេឥឡូវសាកមើលណាខ្ញុំប្រើជាមួយនឹង magic ដដែលមកចុចលើផ្ទៃពណ៌ហ្នឹងទៅពេចបានបន្តិចហ្នឹងបាទពណ៌អីក៏ដោយគឺបានបន្តិចទេមូលហេតុគឺវាកណនីពណ៌ហ្នឹងគឺអត់វាមិនមែនពណ៌ទេវាចាប់តែពណ៌ទេបាទអញ្ចឹង magic ហ្នឹងគឺបានតែពណ៌ទេជាមួយ background តែពណ៌គឺលឿនណាបាទចុះឥឡូវបើសិនជាអញ្ចឹងយើងគួរតែប្រើ tool លេខគេមកកាត់បាទអញ្ចឹងវាថតឲ្យយក object selection tool បានអត់ចុចលើ object មកហើយចុចលើ select subject បាទចុចលើ select subject មកចាំមើលវាបានអត់បាទវាចាក់នេះហើយអូខេបានតែប៉ុន្តែអត់តន់ស្អាតឃើញកន្លែងនេះវាអត់ចាប់ហ្នឹងកន្លែងនេះណាអត់ចាប់ទេអញ្ចឹងបើយើងចុច control អក្សរ J មកយ៉ាងម៉េចគឺបាត់មករហូតពេលអញ្ចឹងហេតុដាច់មកណាត់បាត់ហើយបាទអញ្ចឹងក្នុងនេះបើយើងចង់កាត់បានស្អាតយើងអាចប្រើប្រាស់បើសិនជាមូលណាមូលអូខេយើងអាចប្រើជាមួយនឹង elliptical នេះក៏បានដែរគេ save ឲ្យជាប់មកអូវាមកពេលអូហើយយើងមើលទៅយើងស្មានទំហំមូលនោះអត់ប៉ុណ្ណឹងគ្នាទេអញ្ចឹងបានយើងមានធ្វើមួយទៀតដើម្បីធ្វើការកែប្រែនៅក្នុង select យើងយកពាក្យថា transform select ហ្នឹងយកពាក្យថា transform select មកតោះមកយើងធ្វើការកែប្រែ select របស់យើងនេះចង់ឲ្យវាប៉ុណ្ណាយើងប្រិចមកយើងអាចប្រើសញ្ញាលើ keyboard របស់យើងគាត់ទៅឆ្វេងទៅស្ដាំបានណាឃើញទេស្វេមកត្រូវមកតោះមក tick វាមួយមកមានន័យថាយើងកែប្រែ select គេពេលបានហើយចុច control អក្សរ J ដើម្បី copy បាទខ្ញុំបិទផ្នែក background ទៅខ្ញុំបានរូបវាហ្នឹងទូទៅពេលយើងកាត់យើងត្រូវកុំឲ្យវាលើសបើលើសវាមានស្នាមខាងកែមនេះគេមានស្នាមនេះគេសុខចិត្តឲ្យវាចូលក្នុងមួយ pixel ណាឥឡូវ undo វិញ
select ទាំងសូម select ដល់ទៀតមកបាទព្រមចូលបន្តិចទៅគឺឲ្យវាស៊ីបន្តិចចប់អីមកទៅលើអូខេតមក control J បិទ background ទៅយើងបានណាពេលមានសតស្នាមទៀតឃើញទេស្អាតបងណាចូលចឹងធូរទាំងអស់មិញហ្នឹងគឺធូរតាក់ទងនឹងការបង្កើត select យើងវត្តមកឃើញបានហើយលើ4បាទក្រោម3 7នេះ3ទៀត10បាត់ហើយឃើញទេ10ធូរណាបាទ10ធូរហើយឥឡូវទៅពេលឲ្យរូបមកកាត់តែយើងយករូបមួយណាមកកាត់អញ្ចឹងឧទាហរណ៍ឥឡូវរូបនេះចុះអូខេយើងយកធូរណាមកធ្វើការកាត់ background ចោលឃើញទេអញ្ចឹងយើងមើលទៅធូរខាងលើនេះវាកាត់បានតែរៀងអញ្ចេះទេយើងប្រើអត់កើតធូរនេះក៏យើងប្រើអត់កាត់ដែរបានតែរៀងមូលទេអញ្ចឹងក្នុងនេះយើងអាចប្រើប្រាស់ជាមួយនឹង object selection ឬក៏ quick selection បាទឬក៏នេះ polygon នេះបានព្រោះ polygon សម្រាប់ត្រង់អញ្ចឹងយើងអាចប្រើទៅធូរនោះគឺបានលឿនចា៎ចាំដល់យើងប្រើ object selection មកបានអត់បាទយើងគូពតជំនួយហ្នឹងមកបានឲ្យលឿនជាងធូរមួយនឹងទៀតធូរ polygon ហ្នឹងអង្គុយកាត់ស្លេតាមរៀងអញ្ចឹង object selection នេះយើងមើលទៅវាលឿនជាងគេគេនៅមានធូរចុងក្រោយមួយទៀតណាតើតងនឹង select ដែលគេភាសាប្រើធូរហ្នឹងកាត់បានស្អាតជាងគេប៉ុន្តែក៏ពិបាកជាងគេដែរបាទធូរមួយហ្នឹងមានឈ្មោះថា pen tool នេះដៃនេះណាតោះនេះសតកាត់អក្សរ P pen tool ហ្នឹងតោះឡើយសាកមើលខ្ញុំចុចលើ pen tool ហ្នឹងមកតោះបញ្ចុច pen tool ហើយខាង property នេះយើងដូរវាជា path ណាបាទជា path មានន័យថាជាបន្ទាត់ព្រៀងមួយទេគាត់មានពណ៌មានអីទេណាគេយកទៅជា path ហ្នឹងបាទអញ្ចឹងវិធីប្រើគឺយើងចុចលើចំណុចចាប់ដើមណាមួយមកឥឡូវចំណុចកន្លែងនេះចុះចុចមក click យើងអាចដើរចំណុចឲ្យហើយក៏បានបាទចុចទី1ទី2មកបាទទី2ទី3អញ្ចឹងក៏បានដែរបាទរហូតដល់ចំណុចចាប់ដើមមកបាទកន្លែងនេះយើងមិនបិទមកចិត្តណាបាទដាក់មកឲ្យចំចំណុចចាប់ដើមមកคลิกមកបិទចិត្តហើយណាដល់ពេលយើងត្រូវការកែប្រែខ្ញុំអាចប្រើប្រាស់ជាមួយនឹង shortcut គឺ control ចុច control ឲ្យជាប់មកតើមកចុចលើទីតាំងដែលយើងចង់ឲ្យវាកោងបាទនេះឥឡូវច្បាស់ដូរទីតាំងសិនចុច control មកចង់ដូរទីតាំងដូរបន្លែនេះចុចមក click នេះអាចសេរីវាបានដល់ទៀតដូរបានពេលចង់ឲ្យកោងយើងអាចចុចមក click លើទីតាំងហ្នឹងមកហើយយើងប្រើ control ទាញទៅណាបាទតែបើអត់ចង់ប្រើ shortcut ទេអូខេនៅម្ដុំគ្នាវានឹងមានច្រើនចុចលើវាមួយមកហើយក្នុងនេះយើងមើលទៅនៅកន្លែងធ្វើឲ្យកោងអូខេនេះកន្លែងនេះណាធ្វើឲ្យកោងបាទចុចកន្លែងមួយមកឈ្មោះស្អីគេនេះCo Venture Pen Tool នេះបាទចង់កោងកន្លែងណាកន្លែងនេះចុះចុចមក click លើកន្លែងហ្នឹងហើយអូទៅខាងណាក៏បានដែរឃើញទេនេះចឹងដែរបាទចុចវាមក click មកហើយយើងអូវាទៅណាក៏បានដែរវាកោង
បាទតែបើចង់មានកន្លែងពុតយើងដូរមកវិញដូរប្រើជាមួយខាងក្រោមនេះ convert point tool មកមកចុចចំកន្លែងហ្នឹងមកពេលនោះយើងមានកន្លែងពុតដែរបាទកន្លែងហ្នឹងត្រូវការពុតចុចយើងមកคลิกមកយើងអូវាពុតឲ្យយើងកន្លែងពុតបាទឧទាហរណ៍ណាអញ្ចឹងពេលយើងពុតមកសមមកកន្លែងទៀតបាទហើយនេះយើងចង់ឲ្យវាកោងយើងចុចលើ tool ហ្នឹងមកคลิกអូវាមកបាទយើងចូលចំណុចដើមវិញយើងទាញវាមកឧទាហរណ៍វាបានតទៅទៀតយើងត្រូវការ mouse ស្ដាំ mouse ស្ដាំយើងយកពាក្យថា make selection ឃើញទេដើម្បីបង្កើត select ព្រោះយើងគូសហ្នឹងជាបន្ទាត់ព្រៀងមួយទេយើងអាចចុច make selection ឬក៏ចុច control enter ក៏បានបាទអញ្ចឹងយើងយក OK មកយើងយក0ណា OK មកបាទអញ្ចឹងគឺវាបង្កើត select ឲ្យយើងណាអញ្ចឹងយើង copy យើងចុច control អក្សរ J មក copy ហើយយើងប្រើ move tool ទាញចេញមកបានដូចគ្នាណាអញ្ចឹងសរុបមក tool បង្កើត select គឺមានប៉ុណ្ណឹងណាមាន10ហើយបូកជាមួយនឹង pen tool មួយទៀតដែលអាចធ្វើការពុត select បានតោះណាបាទអញ្ចឹងក្នុងលំហាត់នេះយើងមើលណានេះសិតតែត្រូវការប្រើប្រាស់ជាមួយនឹងការ select ឯងការ select ឯណាយើងមើលកាត់រូបភាពរូបម្ហូបនេះកាត់រូបភាពលក្ខឈើរូប background បាទរូបធ្វើឲ្យ background នឹងចាក់ color បាទចាក់ color background ហើយនឹងធ្វើសញ្ញានេះយើងរៀនហើយមែននៅ move tool តោះនេះ move tool ចាំមកនេះហើយយើងបបល់តិចនៅបាទយើងអាចធ្វើតាមនេះក៏បានដែរយើងចុចលើសញ្ញានេះមួយមកយើងយកពាក្យថាបាទត្រីកោណចុចពីត្រីកោណមកហើយក្នុងនេះយើងយកវាជា shape ដូរពណ៌ក្រហមមកបាទកន្លែង stroke នេះយើងយកណាំទៅយើងគូសមកអញ្ចឹងហ៎តោះហើយយើងចាប់ដើមបបល់ហ្នឹងអញ្ចឹងយើងបិទទៅអក្សរ T បាទខ្ញុំបើកវាមកកន្លែងនេះមកคลิกមកបើកទីឡើងលើបាទហើយបបល់ទៅវាដាក់មុំមក20ឬ30ឬ30អញ្ចឹងមិនធីកមួយឲ្យយើងប្រើ shortcut ហ្នឹងមិនទៅអត់ទេឃើញទេយើងមាន layer តែមួយទេណាយើងទាញវាឲ្យធំមកបាទដាក់វាចំ center ខ្ញុំ align ជាមួយនឹង compass center មកបាទតិចឲ្យធំបាទចង់ឲ្យវាកុំឲ្យវាច្បាស់ពេកយើងបន្ថយប៉ាល់ទីមកនេះវិញព្រាវគេចង់ចាក់ background ចាក់មកឡើយគាត់ថាមាន background យើងអាចប្រើ gradient tool ឃើញទេរើសពណ៌ឲ្យមកនៅពីរពណ៌ហ្នឹងពណ៌ចាស់មួយខ្ចីមួយទៅអូកាត់ទៅមកហើយយកប្រភេទមូលមកយកទី2ទី1ទី2នេះអូមកវាមូលចឹងហើយឃើញមូលខាងកណ្ដាលនេះវាភ្លឺខាងកែមនេះល្ងិតតោះហ្នឹងណាហើយក្នុងនេះយើងអាចដូរពណ៌ទៅជាពណ៌សវិញដែរឃើញទេហើយមកគិតថាវាច្បាស់ហើយបន្ថយទៀតថយដល់ 10% ហ្នឹងឃើញទេបាទអញ្ចឹងដូចនៅក្នុងលំហាត់របស់យើងនេះបាទបើកសក់បន្តិចមកអញ្ចឹងទាំងអស់ហ្នឹងកាត់ចេញពីការផ្គុំរបស់យើងមកបាទណារូបភាពគឺវាជាប់ background យើងត្រូវការកាត់ background ចោលបាទលក្ខឈើក៏ត្រូវជាប់ background ហ្នឹងត្រូវការកាត់ដែរសេសយើងសេសធម្មតាហើយក្នុង shape នេះក៏យើងមានហើយយើងរៀនហើយ shape នេះបាទគូសចេញពីគេ rectangle មកគូសចេញមកអញ្ចឹងហ៎អញ្ចឹងហើយដើម្បីឲ្យបានកែវាមូលអញ្ចឹងយើងធ្វើម៉េចនេះដាក់មកចំកន្លែងហ្នឹងមកអូមកតែមូលឃើញទេគេចង់ដូរពណ៌ដូចគេក៏ដូរមកមានពណ៌យើងរើសទៀតបាទច្រឡំពណ៌ក៏បានឃើញទេហើយចង់សរសេរអក្សរអូខេនេះ text tool នេះសរសេរអក្សរចុចមក click មកឲ្យ cursor វា load ណាចុចមក click វា load ចេះ
នេះយកហ្វុងមកវាឧទាហរណ៍ដាក់20ទៅនេះពណ៌បសនេះហ្វុងបសបាទសេមកវាចេញធម្មតាហេតុអីបានវាអត់ចេញនេះសេសអត់ចេញទេបាទមូលហេតុដោយសារ layer បាទឥឡូវខ្ញុំបិទនេះសិន layer នេះគឺនៅខាងក្រោមពីបើសិនខ្ញុំដូរពណ៌ផ្សេងដូរពណ៌អសនេះមកវាចេញទៅពណ៌នេះពណ៌លឿងចឹងឃើញទេវាចេញធម្មតាដោយសារអត់ចេញដោយសារវា layer វានៅលើអញ្ចឹងខ្ញុំទាញ layer វិធីទាញនេះចេញឲ្យជាប់អូសឡើងលើមកបាទអូសឡើងលើទៀតពី layer ច្រើនអស់ខ្ញុំឡើងមកកណោបាទអត់ចេញទៀតដល់លើវាបោះចេញមកអញ្ចឹងប៉ុន្តែខ្ញុំមាន shortcut មួយគឺលឿនឧទាហរណ៍ថាឥឡូវ layer នៅក្រោមគេបោះយើងមិនទាញមួយអញ្ចឹងទេចុច control shift ហើយបូកសញ្ញាបិទគ្នាបាទទៅលើអស់ control shift សញ្ញាបែបគ្នាវិញមកក្រោមអស់វិញហ្នឹងលឿនបាទបើអញ្ចឹងយើងទាញវាមួយបានតែករណីយើងផ្លិចអីចឹងណាពី shortcut បាទនេះជា element ត្រូវការប្រជុំបញ្ចូលគ្នាយើងមើលណានេះជា background បាទនេះជាស្មោនៃ background យើងលើ effect មិនហ្នឹងដើម្បីតុបតែងហ្នឹងលើនេះបាទអញ្ចឹងនេះគឺជាលំហាត់ដែលត្រូវអនុវត្តណាបាទអូខេអញ្ចឹងមុននឹងអនុវត្តលំហាត់ហ្នឹងគឺខ្ញុំថែមមួយទៀតណាគឺអ្នកធ្វើ logo ពណ៌លេខ3មួយសិនដល់យើងប្រើប្រាស់ជាមួយនឹងតកតនឹងការឆ្លៃដូចគ្នាទេប៉ុន្តែយើងត្រូវការបច្ចេកទេសតិចណាឡើងស្រាប់មើលបិទចោលអស់មកចុះវិញយកជាមីលីម៉ែត្រ2ឲ្យ10មកគុណនឹង2ឲ្យ10អូខេមកឃើញទេបានតោះឥឡូវយើងមើល logo នេះតើគេធ្វើម៉េចបាទតោះឥឡូវយើងគួយមុនយើងមើលណាក្នុង option នេះយើងគូសមកវាអត់មាន option អីធ្វើឲ្យកោងបានទេបើសិនយើងប្រើ tool បង្កើត select ចេញរៀងនេះឃើញទេវាអត់កោងទេអត់មាន option ណាធ្វើឲ្យកោងទេអញ្ចឹងយើងអត់ចូលតាមហ្នឹងទេបាទអញ្ចឹងយើងប្រើប្រាស់ជាមួយនឹង rectangle tool នេះឃើញទេចុចកន្លែងហ្នឹងមកបាទបន្តទៀតគេឲ្យរើសពណ៌ឲ្យតើឥឡូវរបស់គេខាងកែមនេះពណ៌នេះពណ៌ខៀវចុចលើពណ៌ហើយមកយកពណ៌ខៀវមកចុចនេះក៏បានចុចអូសទៅមកអូខេបាទយើងគូសវាមកសិនទៅបាទណាគូសមកយើងមើលណាមុននឹងគូសត្រូវមើលផងឡើយនេះបើសិនយើងយកវាជា shape អូខេយើងមិនកាត់ layer ទេណាខ្ញុំចេញមកអញ្ចឹងចង់ឲ្យវាកោងបាទណាដាក់មកឲ្យចំកន្លែងជ្រុងនេះទាញមកវាកោងតោះហ្នឹងណាបាទកោងប៉ុណ្ណាទីសងលើយើងស្មើតែប៉ុណ្ណេះចឹងអូខេមុំធូបមកឲ្យទាញវាចូលបន្តិចបន្តមកទៀតពេលយើងគូសមកយើងមើលថាវាជាប្រភេទ shape អញ្ចឹងរាល់ shape យើងអាចលុបបានទេឧទាហរណ៍ខ្ញុំបង្កើត select មួយទៀតខ្ញុំគូសពណ៌លើរូបហ្នឹងមកហើយថតឲ្យចំ layer shape ហ្នឹងមកចុច delete ទៅវាអត់អាចលុបទេឃើញទេគេថាมันអាចធ្វើការលុបបានទេដោយសារ layer ហ្នឹងគឺ is not directly editable ហ្នឹងបាទអញ្ចឹង control D មកវិញអញ្ចឹងដើម្បីធ្វើការផ្ដាច់ shape ហ្នឹងចោលដូចយើងផ្ដាច់ជាមួយ link ដែររូបភាពណាបងណាធ្វើម៉េចយើងមកស្ដាំហើយចំលើឈ្មោះ layer ហ្នឹងមកហើយយកគេបាទនេះ rasterize ឃើញទេរូបភាពអញ្ចឹងណារូបភាពបន្តិចមកជាប់ link ដូចគ្នាលុបអត់បានទេណាអញ្ចឹង shape ក៏ដូចគ្នាដែរ shape ខ្ញុំ rasterize មកបាទណាបាទតែឃើញទេតែយើងបំលាក់បបាយវាទៅយ៉ាងម៉េច shape ហ្នឹងគឺលែងមាន property ទេចង់ដូរពណ៌ដល់វិញគឺឡើងបានទេបាទហើយកន្លែងកោងនឹងការឡើងកើតដែរតោះឥឡូវយើងមើលណាយើងសាកធ្វើនឹងដូចអត់ទី1នោះយើងមើលកែមខាងចុងនេះគឺពណ៌ខៀវតោះ
ចឹងសួរថាឥឡូវយើងធ្វើលុបធ្វើម៉េចឲ្យបានរៀងស្មើបើយើងគូគ្នាមកលុបអត់កើតទេមែនទេវាអត់កើតអត់អីចឹងលុបចឹងទៅវាទៅនិយាយចេះអត់ស្អាតអញ្ចឹងហ៎អូបាទវិធីទី1បើយើងឆ្លើយចំនៅ layer របស់យើងមកយើងចូល select យកពាក្យថា load selection ហើយយក OK មកកន្លែងនេះមានន័យថាយើងហៅ select មកវិញទៅតាមរូបរាងនៃ object របស់យើងនៃ layer របស់យើងឃើញទេជាមើលបើ layer របស់យើងរាងកោងអញ្ចឹងវាចេញមករាងកោងអញ្ចឹងដែរឃើញដូចគ្នាបាទតែបើសិនជា layer របស់យើងរាងផ្សេងឧទាហរណ៍ឥឡូវរាងជ្រុងបាទយើងសំ control D មកដោះ select យើងចង់ហៅ select មកវិញដូចគ្នាអញ្ចឹងបាទ select load selection មកហើយ OK មកវាចេញមកដូចគ្នាអញ្ចឹងណារាងជ្រុងទៅអញ្ចឹងហើយលុបមកវិញគេមកទៀតណាឆយចំនៅ layer ទៅបាទហើយចូល select load selection មកហើយ OK គេបើយើងចង់ដោះ select នេះសិនក៏បាន control នេះណាយើងអត់ត្រូវការប្រើយើងអាចចុច tick មកវាបិទឡើងនេះបានតែចឹងបើបាត់តែបាត់សិនណាបាត់មកឥឡូវយើងមើលណាវាកំពុងតែបង្កើត select ហើយក្នុង Photoshop យើងអាចធ្វើការបង្រួម select ចូលក្នុងបានឬក៏បរិច្បានបាទតាក់ទង select យើងចូលតាម select modify មកយើងយកពាក្យថា contract ឃើញទេបាទ contract នេះគឺយើងបង្រួម select ចូលក្នុងតែបើយើងយក expand គឺយើងបរិច្ select ចេញក្រៅដោយគិតជា pixel តោះណាបរិច្យ៉ាងម៉េចបាទគេយើងមើលតាមចុចមូលកាមេរ៉ានេះចិត្តនេះចាំមើលយើងយកពាក្យ contract បាទចុច contract មកហើយយើងដាក់ប្រមាណ pixel ចូលដល់ឥឡូវ4អញ្ចឹងហើយចុច OK និយាយឃើញវាចូលក្នុងណាចូលក្នុង4 pixel អញ្ចឹងបើយើងចង់លុបឬក៏ចង់ចាក់ពណ៌ឲ្យគឺបានឥឡូវខ្ញុំចាក់ពណ៌ឲ្យគេល្អពណ៌សទៅណាចាក់ពណ៌យើងបើ shortcut បានណាបាទហើយយើងដាក់ពណ៌សនៅខាងលើមកហើយចុច Alt Backspace យើងចាក់ពណ៌បានណាបាទពេលដែលចាក់ពណ៌ហើយយើងមើលណា select គឺអត់ទាន់ដោះ select ទេយើងមើលឡើងនេះយើងឃើញវាកំពុងតែនៅ select ហ៎នៅដែរបាទនៅដែរខ្ញុំឲ្យព្រមចូលបានទៀតអញ្ចឹងព្រមចូលខ្ញុំឲ្យចូល select បាទ modify and track មកខ្ញុំដាក់ matrix ទៅដល់2អញ្ចឹង2 pixel ចូលក្នុងបាទចូលណាឥឡូវចាក់ពណ៌គេទៀតពណ៌ Q ទៅអត់បាទខ្ញុំដូរពណ៌កន្លែងនេះមកដូរមកដាក់ពណ៌ Q រឿងយកពណ៌ Q បាទចុច Alt Backspace មកឬបើយើងអត់ចង់ប្រើ shortcut ទេបាទចុចកន្លែងរូបនេះយើងយករូបប៉ុងឆ្នាំនេះខាងមកកាត់ចាក់ឲ្យចំផ្ទៃពណ៌មកដូចគ្នាទេបាទពេលដែលបានហើយយើងមើលនៅជាប់ select ដែរអញ្ចឹងដើម្បីដោះ select យើង control D មកឬក៏ចូល select បាទ deselect មកក៏បានដែរបាត់ហើយអញ្ចឹងពេលដែលបាត់ហើយយើងរួមម្ដងទៀតគឺវាលែងស្គាល់ហើយតោះឥឡូវយើងមើលធ្វើឲ្យឆ្លុះ protocol នេះម្ដងខ្ញុំធ្វើម៉េចបាទខ្ញុំអាចបង្កើត layer ថ្មីមួយឬក៏យើងប្រើជាមួយនេះក៏បានចុចនេះមក rectangle tool ដូរពណ៌ក្រហមមកអានេះយកពីជាប្រភេទ shape ដែរគូវាមកបឆឃើញទេតោះខ្ញុំប្រើ move tool បបល់វាទៅបាទអត់បង្ហាញមែនទេអត់បង្ហាញជួយលេងចេញវាមួយមកគេនៅក្នុង Photoshop យើងអាចធ្វើការដាក់ object មួយចូលទៅក្នុង object មួយទៀតបានហើយយើងប្រើប្រាស់ជាមួយនឹង create clipping mask បាទចាំមើលណាខ្ញុំមកស្ដាំលើ layer ហ្នឹងទៅហើយយក create clipping mask អញ្ចឹងរត់ចូលចេះឃើញទេហើយយើងអាចធ្វើការសេរីបានណាតែយើងរបស់គេរបស់យើងដូចគ្នាអត់ខុសគ្នាមែនទេខុសតណារបស់គេគឺមានខណ្ឌមួយនោះត្រឹមផ្ទៃខាងក្នុងពណ៌ខៀវទេតែរបស់យើងវាដល់ផ្ទៃខាងក្រៅអញ្ចឹងបាទអញ្ចឹងយើងពលាមកវិញមកដល់យើងចុចមកស្ដាំយើងយកពាក្យថា release clipping mask ទៅមកវិញ
យើងធ្វើម៉េចដើម្បីឆ្នៃបានដូចគេយើងត្រូវការបង្កើត select នៅក្នុងផ្ទៃពណ៌ខៀវខាងក្នុងទៅបាទអញ្ចឹងបង្កើត select មកទូនេះលឿនបាទនេះ magic one tool របស់យើងដែលយើងតំដនេះមិនហើយដល់ណាបាត់ហើយនេះបាទនេះ magic one គឺធ្វើការបង្កើត select នៅលើផ្ទៃណាដែលមានពណ៌តោះនេះចឹងពេលយើងចុចមកคลิกមកវាចាប់បានធ្វើការបង្កើត select ឲ្យយើងនេះគេមើលណាបានតែក្នុងផ្ទៃពណ៌ខៀវនេះទេពណ៌សវាអត់ចាំឲ្យហេតុអីគឺវាចាប់តែពណ៌មិនចឹងទេព្រោះយើងកាត់លក្ខឈើមិញមិនផ្ទៃ background ពណ៌ខ្មៅចឹងណានេះមកពណ៌ដែរនេះលឿនណាស់បាទតមកទៀតខ្ញុំ copy ដល់ចុច Ctrl អក្សរ J មកបាទបើយើងមួយចេញយ៉ាងម៉េចគឺវាចេះឃើញទេខ្ញុំដាក់ចឹងមកទៅអីបាទដើម្បីខណ្ឌនៅកន្លែងនេះអញ្ចឹងពេលយើងយកអូនេះដាក់កន្លែងនេះមកបាទអញ្ចឹងយកមកស្ដាំលើ layer ពណ៌ក្រហមហ្នឹងហើយខ្ញុំចូលពាក្យ clicking mask មកគឺរត់ចូលឃើញទេហើយវាខណ្ឌដោយផ្ទៃពណ៌សហ្នឹងមូលហេតុដោយសារគេដោយសារនេះខ្ញុំមាន object មួយខណ្ឌមកស្រាប់គឺប៉ាត់ហ្នឹងណាបាទចុងក្រោយយើងដាក់មក T text tool យើងហ្នឹងបាទយក Unicode មកឥឡូវមកអូយើងថតរបស់យកភាសាណាហើយចុចពីមក click តែ cursor នោះទៅដូរពណ៌ឲ្យបានជាពណ៌សបាទមក click ដូរ keyboard ទៅបាទព្រោះអត់សូវធាត់ទេយើងយក font ផ្សេងទៀតបានហើយបងណាដាក់ center មកនេះរត់ចោលណាទូពណ៌ចាំបាច់អស់យើងអាចធ្វើការអង្គបានឬក៏បរិញ្ញាអីបានដូចធម្មតាឡៃបងទាំងអស់យើងគូពណ៌ទាំងអស់មកវាយមកតោះឥឡូវដំណាក់កាល save ចុងក្រោយដើម្បីធ្វើការ save logo មួយដែលអត់ជាប់ background បាទយើងត្រូវ save យ៉ាងម៉េចទី1បាទខ្ញុំលុប background នេះចោល delete ទៅឬក៏បិទទៅចឹងក៏បានដែរតែសញ្ញាបត្រផ្នែកបាទឲ្យដាក់ទីតាំងចំកណ្ដាលមក center ទៅតមកទៀតយើងចូល file ចូលពាក្យថា save copy បានណា save as បានបាទហើយយើងយកដាក់លើ computer យើងពាក្យ save copy មកបាទ save copy ដាក់លើទីតាំងណាមួយមកយើងដូរពី file Photoshop នេះទៅជា file មួយដែលមានឈ្មោះថា PNG ឃើញទេប៉ុន្តែពេលដែល save ទៅអត់ជាប់ background ទេតែបើ save ជា JPEG គឺយើងជាប់ background ណាទោះបីយើងលុប background ក៏ដោយក៏ប៉ា JPEG ហ្នឹងណាបាទទូរស័ព្ទយើងថតរូបមួយមកយើងយកមកទាញមកជា JPEG ហ្នឹងហើយយើង save បាទ save ជា PNG ដាក់ឈ្មោះទៅហើយយើងចុចទីតាំងនៅជា save មកហើយអូខេអញ្ចឹងវិញទៅមកយើងមានរូបភាពមួយបើកមកបាទអត់ជាប់ background ទេតែបើសិនយើង save ជា JPEG គឺជាប់ធម្មតាណាបាទអញ្ចឹងឧទាហរណ៍ឡើង save ជា JPEG ចុះចូល file save as មកដាក់លើ computer បាទ save copy អញ្ចឹងកន្លែងនេះខ្ញុំដូរវាជា JPEG វិញឈ្មោះដូចគ្នាអញ្ចឹងចុច save មកហើយអូខេបាទហើយបាត់ចោលអញ្ចឹងខ្ញុំបង្កើតផ្ទៃការងារថ្មីមួយទៀតបើយើងចាក់ពណ៌ផ្សេងនោះស្រួលមើលលើពណ៌ក្រហមនេះចុះហើយយើងសាកទាញរូបភាពចូលបានទាញទី1គឺ file PNG ខ្ញុំទាញមកបាទយើងឃើញមកអត់ជាប់ background ទេហ្នឹងបាទអត់ជាប់ទេដល់ពេលរូបភាពចុចទៅជាប់ទាញតម្លាក់ចូលមកបាទយើងឃើញជាប់ background ណា
នេះអញ្ចឹងបាទអញ្ចឹង file ដែលអត់ជាប់ background thì យើងបំភ្លេចណាគឺ file ប្រភេទ PNG បាទប៉ុន្តែ ពេល save យើងត្រូវការលុប background ចោលដូចគ្នាបាទយើង save បានអត់ជាប់ background តែបើ file JPEG ទោះបីយើងលុបក៏ដោយត្រូវជាប់ដែរបាទអញ្ចឹងតើតើនឹងការ select គឺមានប៉ុណ្ណឹងណាទី1យើងបង្កើត select ដើម្បីធ្វើការចាក់ពណ៌ទី2ដើម្បីលុបទី3ដើម្បី copy ណាបាទហើយតើតើនឹង select យើងអាច click រួម select បានអូខេប៉ុណ្ណឹងណាហើយអូខេចាញ់ការវីដេអូដល់